បងប្អូនទាំងអស់គ្នាដៃខ្ញុំនេះពីមុនអត់អីទេធម្មតាទេម្រាមដៃដូចជានេះនាងដៃមួយទៅថ្ងៃដែលចូលឆ្នាំហ្នឹងខ្ញុំទៅរំហើយទៅខ្ញុំត្រឡប់របៀបថាចូលចិត្តកាច់ដៃខ្លួនឯងធ្វើអញ្ចឹងវាធ្វើអញ្ចឹងទៅលឺទៅពេលហើយខ្ញុំក៏ធ្វើទៅពេលខ្ញុំធ្វើទៅលឺស្រាប់ទៅពេលហើយខ្ញុំកាច់ទៅកាច់មករបៀបអញ្ចឹងខ្ញុំធ្វើអញ្ចឹងទៅវាទៅជាឈឺទៅពេលឈឺខ្ញុំគាត់ថាប្រហែលជាវាមិនអីទេហើយតាំងពីថ្ងៃចូលឆ្នាំហ្នឹងមកដៃខ្ញុំនាងដៃហ្នឹងឈឺហ្មងហើយពេលជើងថាយើងចង់វាទៅប៉ះអត់បានទេហើយឥឡូវហ្នឹងវាឈឺមកដល់កូនដៃទៀតហើយដៃអត់លឺថាអត់ធ្លាប់ចេញទៅសៃច្រើនអញ្ចឹងឥឡូវចេញទៅសៃខ្ញុំហូបខ្ញុំមកថ្នាំទៅសៃពេញកន្លែងលាបដែរប៉ុន្តែវានៅតែឈឺគាត់បាត់ទេក្តាប់ដូចថាប្រឹងក្តាប់ឈឺគ្រាន់តែនេះនឹងគឺឈឺហ្មងអញ្ចឹងសម្រាប់បងប្អូនដែរចូលចិត្តកាច់ដៃរបៀបថាកាច់ដូចខ្ញុំអញ្ចឹងហើយយកដៃមកខាងទៀតមកកាច់ឲ្យលឺឲ្យគឺថាពេលខ្លះយើងកាច់ទៅវាស្រួលវាថាលើប្រុសអញ្ចឹងទៅវារៀងអត់សូវនេះដៃឥឡូវដៃខ្ញុំនឹងមករៀនពីនឹងអត់ដឹងថាវាមកពីអីទេវាទៅជាអញ្ចឹងនឹងថាវាជាប់តសៃឬក៏វាមិនហើយខ្ញុំលេបថ្នាំតសៃខ្ញុំលេបពេញក្លាពេញខ្យល់បានធូរបានមួយផ្លែដែរបងប្អូនទៅឈឺហ្មងហ្នឹងចាប់បានឈឺយទៅឈឺរហូត